ngàyនេះ solo date នាំខ្លួនឯងមកមើលកុនម្ដងបើអ្នកផ្សេងគេគិតថាចម្លែកមកមើលកុនម្នាក់ឯងមិនបើខ្ញុំមកមើលម្នាក់ឯងរាប់ផ្លេចហើយថ្ងៃនេះខ្ញុំមានរឿងដែលចង់មើលប៉ុន្តែអ្នកដែលនៅជុំវិញខ្លួនខ្ញុំពីច្រើនក៏អត់សូវចិត្តមើលរឿងប្រភេទអញ្ចឹងទេអញ្ចឹងចាំការទៀតមកមើលម្នាក់ឯងក៏បានដែរនោះខ្ញុំសួរថងថាខ្ញុំដើរលេងមានគ្នាក៏បានខ្ញុំដើរម្នាក់ឯងក៏បានដែរហើយរឿងមើលកុនម្នាក់ឯងដើរលេងម្នាក់ឯងអីហ្នឹងខ្ញុំធ្វើរាប់ផ្លេចហីតែសួរថាដើរលេងម្នាក់ឯងចឹងអត់សុខអាចកាយអត់ទេអ្នកគ្នាខ្ញុំនិយាយមែនហើយពេលនៅម្នាក់ឯងអញ្ចឹងយើងដឹងហ្មងថាយើងចូលចិត្តអីហើយយើងអត់ចូលចិត្តអីអញ្ចឹងហើយពេលយើងនៅម្នាក់ឯងយើងចង់ទៅណាគឺយើងទៅហ្នឹងហ្មងថ្ងៃពិបាករឿងមួយទេបើថាដើរលេងឆ្លងខេត្តម្នាក់ឯងយើងត្រូវគេបន្ទប់ទស្សនៈម្នាក់ឯងហីតែហ៊ានដេកខ្លាចខ្មោចបើថាខ្លាចខ្មោចវិញទៅដល់ណាក៏ដល់ដែរប៉ុន្តែខ្ញុំនិយាយចឹងមិនមែនថាខ្ញុំអត់មានញាតិទេណាញាតិខ្ញុំច្រើនណាស់ខ្ញុំបើថាដើរលេងមួយបងប្អូនមិត្តភក្តិអីអត់ខុសរឿងសើចទេសប្បាយមែនតើប៉ុន្តែពេលខ្លះយើងក៏ចង់មានពេលវេលាសម្រាប់ខ្លួនឯងតែឥឡូវយើងនិយាយពីរឿងកូនវិញម្ដងរឿងនេះវគ្គ1ខ្ញុំមើលនៅក្នុង Channel TVB វគ្គ1គេលេងជារឿងភាគដល់ពេលវគ្គ2នេះគេចាក់នៅក្នុងកុនមកខ្ញុំមកមើលហ្នឹងម្នាក់ឯងហើយនៅក្នុងរោងកុនក៏មានតែខ្ញុំម្នាក់ឯងដែរគឺថាម៉ៅរោងកុនមកហហ្នឹងមកនិយាយទៅខ្ញុំតាំងពីដើមមកម៉េចហើយតែខ្ញុំជួយចិត្តដើមម្នាក់ឯងខ្ញុំមិនសូវខ្វល់ថាមានគ្នាមិនមានគ្នាទេមានគ្នាក៏ខ្ញុំដែរអត់គ្នាក៏ខ្ញុំដែរយើងមិនបាច់ចាំមានគ្នាគ្រប់ពេលទេព្រោះថាពេលខ្លះគេក៏លបលដែរធ្វើណាធ្វើម្នាក់ឯងបានក៏ធ្វើទៅ